đây bóng ổn mà cần The Story Podcast chẳng rương thay nắng tệ tôn cho mùi nâng mình nụ để cọt chê xạ sọc rồi có chê sọc nâng ảnh dương từ tụ ban bì prey dư mật mà nè đại miên chmô thá mà lì nâng ấy mà lý ban prap tha cọt ban chụp rương ra ạ mình nụ đại cô ỏi pay khai nâng trong chay rầm lết từ căn mình nụ tụ tới ỏi ban đăng tha mình nụ dương á nơi pê đại slap tới hơi mình pra cọt tha mình ban đăng lư rương ở vậy đại nẹt nơi rúa để dậy nụ lời chết đánh bóng sợi mà lý ban chụp bật tia nơi rương mũi đại sơ tài nặc sman mình đòn chẳng đằng thật quát chụp rương ra ở vậy khá tỏ mặt tàn đánទាំងអស់គ្នាដោយខាងក្រោមខ្ញុំឈ្មោះម៉ាលីបច្ចុប្បន្នអាយុ38ឆ្នាំទៅហើយខ្ញុំគឺជាស្ត្រីមេផ្ទះរស់នៅផ្ទះតូចមួយជាមួយនឹងស្វាមីនៅឯខេត្តកណ្ដាលបន្ទាប់ពីរៀបការបាន8ឆ្នាំពួកយើងមិនទាន់មានកូននៅឡើយទោះបីជាខ្ញុំព្យាយាមទៅរកគ្រូពេទ្យនិងប្រើប្រាស់ថ្នាំខ្មែរអស់ជាច្រើនមុខហើយក៏ដោយប្តីខ្ញុំមានអាជីពជាគ្រូបង្រៀនទោះបីជាមិនមានប្រាក់ខែច្រើនតែពួកយើងមានជីវភាពរស់នៅសមរម្យដោយសារតែបានគេឪពុកម្ដាយទាំងសងខាងចែកទុកឲ្យមុនពេលដែលពួកគាត់អាណិច្ចកម្មអស់ទៅនៅឆ្នាំមុននេះខ្ញុំចាំបានថាកាលពីអំឡុងខែមីនាប្តីខ្ញុំមានកម្មវិធីចុះកម្មសិក្សាជាមួយក្រសួងអប់រំត្រូវឡើងទៅទីក្រុងភ្នំពេញក្នុងរយៈពេល2សប្តាហ៍ពេលនោះដោយសារតែមិនចង់នៅផ្ទះម្នាក់ឯងខ្ញុំក៏បានសុំគាត់ទៅលេងទីក្រុងភ្នំពេញជាមួយគ្នាដោយមានគម្រោងថានឹងទៅស្នាក់នៅផ្ទះបងប្រុសបង្កើតរបស់ប្តីខ្ញុំផ្ទះរបស់ពួកគាត់គឺស្ថិតនៅក្នុងបរិយាមួយកន្លែងម្ដុំផ្សារទំនើបអ៊ីអនសែនសុក2ថ្ងៃកំណត់បានមកដល់ខ្ញុំនិងប្តីក៏បានរៀបចំខោអាវរួចជិះឡានផ្ទាល់ខ្លួនទៅផ្ទះរបស់បងប្រុសប្តីខ្ញុំតាមការគ្រោងទុកមកដល់ផ្ទះគាត់ភ្លាមទាំងបងប្រុសបងស្រីពួកគាត់ទទួលរាក់ទាក់ពួកខ្ញុំខ្លាំងណាស់ព្រោះអត់ពីឪពុកម្ដាយទៅបងប្រុសប្តីរបស់ខ្ញុំបានដើរតួនាទីដូចជាជំនួសឪពុកម្ដាយបានយ៉ាងល្អសម្រាប់បងប្អូនគាត់ទាំងអស់ហើយពួកគាត់ក៏គ្មានកូនចៅដូចជាប្តីប្រពន្ធរបស់ខ្ញុំដែរនៅថ្ងៃដំបូងដែលខ្ញុំទៅដល់ពេលនោះខ្ញុំចាំបានថាគឺចំនឹងថ្ងៃសិលល្មមបងស្រីរបស់ខ្ញុំក៏បានទិញផ្កាម្លិះមួយស្បោងធំមកពីផ្សារយកមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំក្រងទុកថ្វាយព្រះនៅពេលល្ងាចព្រោះគាត់ដឹងថាខ្ញុំចេះក្រងកម្រងផ្កាបានយ៉ាងស្អាតហើយដោយសារតែចំណុចនេះហើយដែលធ្វើឲ្យស្វាមីរបស់ខ្ញុំស្រឡាញ់ខ្ញុំដកចិត្តមិនរួចដូចគ្នាហើយខ្ញុំនៅតែផ្ទះមិនបាច់ចេញទៅធ្វើការអ្វីនោះទេព្រោះការងារជាស្ត្រីមេផ្ទះខ្ញុំចេះគ្មានចន្លោះមួយរឿងឡើយផ្ទះរបស់ពួកគាត់មានបន្ទប់ព្រះមួយនៅដាច់ដោយឡែកនៅជារៀងរាល់ថ្ងៃសិលបងថ្លៃស្រីរបស់ខ្ញុំតែងតែទិញផ្កាស្រស់មកដាក់ថ្វាយជានិច្ចព្រោះគាត់គឺជាមនុស្សរក្សាសីលតាំងពីក្មេងបន្តពីឪពុកម្ដាយរបស់គាត់មកនៅល្ងាចថ្ងៃនោះខ្ញុំក៏បានក្រងផ្កាពីរភួងយ៉ាងស្រស់ស្អាតទុកឲ្យគាត់និងចូលសម្រាកនៅក្នុងបន្ទប់ដែលគាត់បានរៀបចំឲ្យពីក្បាលប្រលប់ដែរព្រោះពួកយើងជិះឡានរៀងអស់កម្លាំងតាំងតែពីថ្ងៃដោយសារតែបានគេងនៅក្នុងម៉ាស៊ីនត្រជាក់យូរម្ដងបែបនេះខ្ញុំគេងលក់ស្កប់ស្កល់ណាស់តែនៅសុកខ្ញុំក៏ភ្ញាក់ដឹងខ្លួនមកវិញព្រោះឮសំឡេងឆ្កែលូផងព្រោះផងលាន់ឮពីមុខផ្ទះមកតែម្ដងពេលនោះក្រឡេកមើលទៅនាឡិកាព្យួរនៅនឹងជញ្ជាំងខ្ញុំឃើញម៉ោង12គត់តែម្ដងដោយសារតែថ្លង់ខ្លាំងពេកខ្ញុំក៏បានរូបយ៉ាងណូននៅមាត់បង្អួចមើលទៅខាងក្រៅព្រោះបន្ទប់ដែលខ្ញុំគេងនោះនៅខាងមុខគេដែលអាចមើលឃើញទៅផ្លូវខាងកើតផ្ទះបានតែម្ដងសូមបញ្ជាក់ដែរថាពេលដែលគេងនៅផ្ទះនោះខ្ញុំគេងនៅក្នុងបន្ទប់មួយតែម្នាក់ឯងទេព្រោះប្តីរបស់ខ្ញុំសុំទៅគេងផ្ទះមិត្តភក្តិរបស់គាត់ដែលធ្លាប់រៀនជាមួយគ្នាមួយយប់ដោយសារតែបែកគ្នាច្រើនឆ្នាំហើយគាត់ក៏កម្របានឡើងមកភ្នំពេញដែរពេលបើកវាំងណូនមើលទៅខាងក្រៅខ្ញុំឃើញមានឆ្កែពីរ3ក្បាលដែលទំនងជាឆ្កែអ្នកនៅក្នុងបរិយានោះចិញ្ចឹមកំពុងព្រុសផងលូផងយ៉ាងរន្ធើនដោយសម្លឹងមើលច្រកទ្វារខាងមុខផ្ទះខ្ញុំចម្លែកចិត្តយ៉ាងខ្លាំងនិងឆ្ងល់ណាស់ថាតើហេតុអ្វីបានជាឆ្កែអស់នេះមកឈប់ព្រុសតែខាងមុខផ្ទះរបស់បងប្រុសខ្ញុំមួយអញ្ចឹងហើយចំណែកឯបងប្រុសបងស្រីក៏មិនឃើញចេញមកមើលទៀតទោះបីជាឆ្កែទាំងនេះព្រុសនិងលូខ្លាំងយ៉ាងណាក៏ដោយខ្ញុំគិតនៅក្នុងចិត្តថាប្រហែលជាពួកវាដោយញីដោយឈ្មោលឬក៏ជាទម្លាប់របស់វានៅក្នុងថ្ងៃសិលទេដឹង
ដោយសារតែយប់ក៏ជ្រៅហើយដែរហើយខ្ញុំក៏ទ្រាំយកភួយមកខ្ទប់ត្រចៀកនិងសំងំគេងលក់បាត់ទៅស្អែកឡើងចំថ្ងៃអាទិត្យបងប្អូនសាច់ញាតិខាងប្តីរបស់ខ្ញុំក៏បបួលគ្នាមកលេងផ្ទះបងប្រុសធំដើម្បីធ្វើម្ហូបញ៉ាំជុំគ្នាមួយពេលថ្ងៃនោះខ្ញុំរវល់រៀបចំបាយម្ហូបធ្វើនេះធ្វើនោះមិនទំនេរដៃតែខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញបងប្អូនទាំងអស់មកជុំគ្នាបន្ទាប់ពីទទួលទានអាហារពេលល្ងាចជុំគ្នារួចរាល់ប្តីខ្ញុំក៏ជូនបងស្រីទី2និងក្មួយៗរបស់គាត់ទៅផ្ទះវិញហើយឆ្លៀតគេងនៅផ្ទះបងស្រីមួយយប់ទៀតគាត់ក៏ក្រែងចិត្តខ្ញុំដែរដែលមិនបាននៅគេងជាមួយខ្ញុំទុកឲ្យខ្ញុំគេងតែម្នាក់ឯងនៅផ្ទះបងគាត់រហូតតែខ្ញុំមិនបានថាអ្វីទេយូរៗទៅគាត់បានមកលេងផ្ទះបងប្អូនម្ដងចំពោះខ្ញុំយ៉ាងម៉េចក៏បានយប់នោះដែលអស់កម្លាំងធ្វើម្ហូបពេញមួយថ្ងៃប្រលប់ប្រហែលជាម៉ោង8យប់ខ្ញុំក៏សុំបងប្រុសបងស្រីចូលគេងមុនគេងបានប្រហែលតែ 2-3 ម៉ោងខ្ញុំក៏ស្រាប់តែភ្ញាក់ដឹងខ្លួនក្រញាំងព្រោះតែសំឡេងឆ្កែលូទៀតហើយខ្ញុំងើបទាំងមមីមមើទៅបើកវាំងននមើលក៏បានឃើញឆ្កែប្រមាណជា4 ទៅ 6 ក្បាលច្រើនជាងយប់នឹងទៅទៀតកំពុងតែព្រុសផងលូផងយ៉ាងក្រលួចនៅច្រកទ្វារផ្ទះកន្លែងដដែលខ្ញុំសែនឆ្ងល់ណាស់ថាពួកវាព្រុសរឿងអ្វីបើគ្មានមនុស្សនៅខាងមុខផ្ទះផងហ្នឹងហើយវាលូបណ្ដាក់គ្នាថែមទៀតផងពេលនោះខ្ញុំក៏ចាប់ផ្ដើមនឹកឃើញទៅដល់សម្ដីម្ដាយខ្ញុំដែលធ្លាប់ប្រាប់ថាកាលណាឆ្កែលូឃើញខ្មោចគឺវាលូបែបនេះឯងខ្ញុំចាប់ផ្ដើមព្រឺឆ្អឹងខ្នងខ្ញាក់ហើយក៏ប្រញាប់ទាញវាំងននបិទវិញភ្លាមនិងបានស្រវាទាញទូរស័ព្ទមកបើកលោកសុធរស្ដាប់ដើម្បីបន្លប់ភាពភ័យខ្លាចទាំងឡាយខ្ញុំបើកសំឡេងទូរស័ព្ទលោកសុធរលឺខ្លាំងណាស់ដើម្បីបន្លប់សំឡេងឆ្កែលូនៅខាងក្រៅដោយខ្លាចខ្លាំងដែរខ្ញុំក៏ទាញភួយគ្របមុខចិត្តហើយសំងំគេងតែសំងំគេងយ៉ាងណាក៏ខ្ញុំគេងមិនលក់សោះបន្តិចក្រោយមកឡានរបស់ប្តីខ្ញុំដែលចតនៅទីធ្លាខាងមុខផ្ទះក៏លុតសញ្ញាទឺតដូចជាមានមនុស្សដើរចិត្តខ្ញុំខំប្រមោកអស់សេចក្តីក្លាហានហើយក៏ចុចពិលទូរស័ព្ទដើរចុះទៅខាងក្រោមម្នាក់ឯងដោយមិនហ៊ានបើកភ្លើងនៅក្នុងផ្ទះទេឬក៏មិនហ៊ានហៅដាស់បងស្រីបងប្រុសឲ្យមកមើលដែរព្រោះខ្លាចរំខានដំណេកពួកគាត់ខ្ញុំចុះមកដល់ក្រោមភ្លាមគ្មានឃើញនរណាគេម្នាក់សោះឡើយហើយខ្ញុំក៏ប្រញាប់យកសោចុចបិទឡុកឡានវិញនិងប្រញាប់រត់ឡើងមកបន្ទប់វិញយ៉ាងលឿនតែមកដល់កម្មចិនដើរឡើងទៅបន្ទប់ខ្ញុំក៏បានឃើញស្រមោលខ្មៅមួយដើរឡើងទៅខាងលើមុនខ្ញុំពេលនោះខ្ញុំភ័យណាស់ស្រែកសួរថាណាគេហ្នឹងបងខមមែនប៉ុន្តែសំណួររបស់ខ្ញុំគឺគ្មានចម្លើយនោះទេខ្ញុំកាន់តែភ័យខ្លាំងឡើងតែខ្ញុំក៏ខំតាំងស្មារតីហើយរត់ឡើងទៅលើដល់បន្ទប់រួចក៏ចាក់សោបិទទ្វារជាប់និងទាញយកភួយមកក្រឡុំមុខចិត្តខ្លាំងជាងមុនទៅទៀតម្ដងនេះខ្ញុំក៏គេងលក់ទាំងភ័យមិនដឹងតាំងពីពេលណាមកនោះទេព្រឹកឡើងខ្ញុំក៏ខំធ្វើធម្មតានិងបានសួរទៅកាន់បងប្រុសបងស្រីថាបងកាលពីយប់មិញបងមានចេញមកខាងក្រៅបន្ទប់ដែរឬទេនិងបានឮសូរសំឡេងឆ្កែលូនៅខាងមុខទ្វារផ្ទះដែរឬអត់ភ្លាមនោះពួកគាត់ទាំងពីរនាក់ក៏បានឆ្លើយដូចគ្នាថាយប់មិញពួកគាត់អស់កម្លាំងខ្លាំងណាស់គាត់គេងលក់ទល់ភ្លឺហើយសំឡេងឆ្កែលូគឺអត់បានឮទេខ្ញុំឮហើយខ្ញុំខំប្រឹងសម្រួលអារម្មណ៍ធ្វើធម្មតាដដែលមិនបាននិយាយអ្វីប្រាប់ពួកគាត់ទាំងអស់អញ្ចឹងមានន័យថាខ្ញុំឮសំឡេងឆ្កែលូផងព្រោះផងពីយប់កន្លងមកនេះខ្ញុំឮតែឯងមែនគិតមកដល់ត្រឹមនេះខ្ញុំភ័យផងវង្វេងវង្វាន់ផងដល់ម៉ោងសម្រាប់បាយថ្ងៃត្រង់មកដល់ខ្ញុំក៏បានចុចទូរស័ព្ទខលទៅរកប្តីដែលទៅចុះកម្មសិក្សាព្រោះថ្ងៃនេះគឺជាថ្ងៃច័ន្ទនិងគឺជាថ្ងៃទី1ដែលគាត់ទៅខ្ញុំសួរគាត់ថាថ្ងៃនេះមកគេងផ្ទះអត់ឬក៏ត្រូវមានកម្មវិធីជួបជុំអ្វីទៀតជាមួយនឹងមិត្តភក្តិបន្តប្តីខ្ញុំក៏ឆ្លើយថាមានយប់នេះលោកគ្រូគាត់បបួលទៅហូបបាយល្ងាចជុំគ្នានៅឯផ្ទះគាត់នៅម្ដុំជ្រោយចង្វារនឹងឯង
តតែយប់បន្តិចទើបគាត់ត្រឡប់មកផ្ទះវិញខ្ញុំលឺហើយរៀងធូរទ្រូងបន្តិចព្រោះយប់ក៏យប់ចោះប៉ុន្តែកុំឲ្យតែគេម្នាក់ឯងទៅបានហើយចាំប្តីមកដល់ផ្ទះខ្ញុំនឹងរៀបរាប់ដំណើររឿងទាំងអស់គ្រប់យ៉ាងដែលខ្ញុំបានជួបប្រាប់គាត់តែម្ដងជួបនេះខ្ញុំហាក់ដូចជារសេះរសល់រសាប់នៅក្នុងចិត្តខុសប្លែកពីធម្មតាយ៉ាងម៉េចមិនដឹងទេហើយគេងក៏មិនលក់ទៀតណាមួយចាំមើលផ្លូវប្តីត្រឡប់មកផ្ទះវិញផងហើយណាមួយទៀតចាំមើលថាយប់នេះឆ្កែទាំងអស់នោះវាមកលូមកព្រុសទៀតដែរឬទេសំឡេងនាឡិកាដើរក្រឹក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 នៅខាងក្នុងបន្ទប់របស់ខ្ញុំក្រឡេកមើលទៅពេលនោះគឺម៉ោង 10 យប់ទៅហើយប្តីខ្ញុំក៏មិនទាន់ឃើញត្រឡប់មកវិញដែរឈប់ផ្ទៀងផ្ទាត់សំឡេងនាឡិកាដើរពេលនេះខ្ញុំព្រឺឆ្អឹងខ្នងទៀតហើយព្រោះសំឡេងព្រោះបានបន្លឺទៀតយ៉ាងខ្លាំងម្ដងវាព្រោះម្ដងវាលូយ៉ាងក្រលួចខ្លាំងជាងយប់មុនទៅទៀតខ្ញុំអស់សេចក្តីក្លាហាននឹងដើរទៅបើកបង្អួចមើលទៀតហើយបានត្រឹមតែគេងដណ្ដប់ភួយចិត្តនិងខំប្រឹងសូត្រភាវនាធម៌ដែលចេះទាំងអំបាលម៉ានចេញមកអស់ហើយបន្តិចក្រោយមកសំឡេងឆ្កែលូក៏បានស្ងាត់ប៉ុន្តែខ្ញុំបែរជាឮសំឡេងដូចជាមនុស្សកំពុងតែដើរឌឹបឌឹបឌឹបនៅជុំវិញគ្រែរបស់ខ្ញុំតែម្ដងពេលនោះខ្ញុំភ័យញ័រខ្លួនញ័រប្រាណអស់ហើយបើកភួយមើលក៏មិនហ៊ានទីបំផុតខ្ញុំក៏ងាកខ្លួនទៅគេងជាប់ផ្អឹបនឹងជញ្ជាំងព្រោះគ្រែគេងដាក់មកខាងជាប់ទៅនឹងជញ្ជាំងតែភ្លាមនោះស្រាប់តែខ្ញុំមានអារម្មណ៍ថាដូចជាមានមនុស្សម្នាក់មកគេងក្បែរខ្លួនខ្ញុំនៅលើគ្រែនោះដែរហើយគ្រែក៏រង្គើតិចដូចជាមានមនុស្សមកអង្រួញយ៉ាងដូចនេះដែរជួបនឹងហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចបែបនេះធ្វើឲ្យខ្ញុំទ្រាំលេងបានក៏សម្រេចចិត្តតាំងសតិអារម្មណ៍ស្ទុះក្រោកទីងភួយចេញយ៉ាងលឿនហើយរត់ទៅខាងក្រៅបន្ទប់ស្រែកបងប្រុសបងស្រីយ៉ាងអស់សំឡេងបងអើយជួយខ្ញុំផងពេលបងទាំងពីរចេញមកខាងក្រៅគាត់ស្រន់ស្លោយ៉ាងខ្លាំងហើយសួរថាមានរឿងអីចៅចូលផ្ទះមែនអូនពេលនោះខ្ញុំក៏បានរៀបរាប់ដំណើររឿងទាំងអស់ប្រាប់គាត់តាំងពីយប់ដំបូងមកស្ដាប់ចប់បងស្រីក៏បានដើរទៅបន្ទប់ព្រះហើយក៏បានយកព្រះអង្គខ្មៅមួយអង្គមកឲ្យខ្ញុំដាក់លើក្បាលដំណេកគាត់ប្រាប់ថាប្រហែលជាខ្ញុំផ្លែកន្លែងគេងបានចេះតែរវើរវាយផ្ទះគាត់មិនដែលមានខ្មត់ព្រាយឯណាចូលបានទេព្រោះនៅខាងក្នុងបន្ទប់មានព្រះជាទីសក្ការៈបូជាខ្ញុំគៀងនិយាយអ្វីមិនចេញទៀតទេបានត្រឹមតែងក់ក្បាលតាមពាក្យគាត់និយាយប្រមាណជា15នាទីក្រោយមកប្តីខ្ញុំក៏បានមកដល់ផ្ទះវិញឃើញសភាពទឹកមុខរបស់ខ្ញុំស្លេកស្លាំងហើយភ័យគាត់ក៏សួរនាំហើយពេលនោះបងថ្លៃស្រីក៏បានរៀបរាប់ប្រាប់ប្តីខ្ញុំសារដើមឡើងវិញទាំងអស់គ្មានសល់ពីរឿងអមនុស្សដែលខ្ញុំបានជួបពេលបានឮបែបនេះប្តីរបស់ខ្ញុំព្រួយបារម្ភណាស់យប់នោះគាត់គេងអោបខ្ញុំពេញមួយយប់និងប្រាប់ថាមិនអីទេព្រឹកស្អែកគាត់នឹងនាំខ្ញុំទៅវត្តស្រេចទឹកចេញស្អែកឡើងប្តីខ្ញុំក៏បានដាច់ច្បាប់គេមួយថ្ងៃដើម្បីជូនខ្ញុំទៅវត្តសំរោងអណ្ដែតពេលនោះពួកយើងរៀបចំផ្កាឈូក2បាច់ផ្កាម្លិះ2ភួងទៀនហើយនឹងធូបព្រមទាំងចង្ហាន់មួយស្រាក់ផងដែរមកដល់វត្តពួកយើងក៏បានទៅជួបនឹងព្រះសង្ឃមួយអង្គភ្លាមនោះព្រះអង្គក៏សម្លឹងមើលទឹកមុខខ្ញុំនិងចាប់ដៃខ្ញុំមើលទាំងថ្មិចប្រណិតមួយសន្ទុះបន្ទាប់មកទើបព្រះអង្គមានសង្ឃដីកាថាញោមស្រីមានគេតាមញោមមកជាមួយហើយតើញោមមានបានទៅនិយាយស្ដីអ្វីប្រមាថដល់គេឬធ្វើឲ្យប៉ះពាល់ទៅដល់គេដែរឬទេឮសង្ឃដីការបស់ព្រះអង្គសង្ឃនេះហើយខ្ញុំភ្ញាក់ខ្លួនព្រឺតនិងកាន់តែភ័យខ្លាំងពេលឮថាមានគេមកតាមខ្ញុំនឹកនៅក្នុងចិត្តម្នាក់ឯងតើប្រលឹងវិញ្ញាណអ្នកណាដែលមកតាមខ្ញុំនឹងព្រះសង្ឃអង្គនោះក៏មានសង្ឃដីកាបន្តទៀតថាញោមសាករកនឹកឲ្យស្រួលបួលណាគិតហើយគិតទៀតមើលថាមាននិយាយស្ដីអ្វីមិនល្អដាក់អ្នកណាឬក៏សពអ្នកណាដែរឬទេពេលនេះម្ចាស់គេខឹងញោមស្រីឯងខ្លាំងណាស់ខ្ញុំព្យាយាមរកនឹកចុះឡើងក៏នឹកទៅដល់ពេលជិះឡានឡើងមកផ្ទះបងប្រុសនៅថ្ងៃដំបូងពួកយើងបានជិះកាត់ផ្ទះធ្វើបុណ្យសពមួយកន្លែងនៅមាត់ផ្លូវច្រកចូលបុរី
ពេលនោះដោយសារតែគេសង់រោងបុណ្យនៅពាំងមុខផ្លូវទុកតែប្រឡោះទូចមួយសម្រាប់ឡានម៉ូតូចេញចូលមានសភាពចង្អៀតខ្លាំងណាស់ឡានស្ទះឡើង3ជួរតម្រាំចេញរួចជិត1ម៉ោងដែរថ្ងៃនោះខ្ញុំមករដូវអារម្មណ៍ក៏រៀងមួម៉ៅខុសធម្មតាបន្តិចក៏បានធ្លុយមាត់និយាយពាក្យមិនសមរម្យប៉ុន្មានឃ្លាចេញមកថាហើយមកធ្វើបុណ្យសពអីកដាផ្លូវចេញចូលចឹងទេវត្តមានក៏មិនព្រមទៅធ្វើបុណ្យទៅបើដឹងតែផ្ទះខ្លួនឯងចង្អៀតអញ្ចឹងស្លាប់ទៅជាខ្មោចទៅហើយនៅធ្វើឲ្យគេពិបាកទៀតខ្មោចអញ្ចឹងសំតែអត់បានទៅចាប់ជាតិអីគេទេនាំតែពិបាកដល់កូនចៅទៀតពេលបានលើខ្ញុំនិយាយបែបនេះចប់ព្រះសង្ឃអង្គនោះក៏បានមានសង្ឃដីកាទូមានថាញោមមិនគួរនិយាយស្ដីអសុរោះបែបនេះសោះមានរឿងខ្លះដែលយើងមើលមិនឃើញនិងមិនគួរជេរប្រមាថដល់គេនោះឡើយព្រោះព្រលឹងខ្មោចដែលបានស្លាប់ទៅហើយមិនប្រកាសថាគេមិនបានដឹងមិនបានឮសំឡេងដែលអ្នកនៅរស់និយាយនោះទេទោះបីជាញោមស្គាល់គេឬក៏មិនស្គាល់គេក៏ដោយឥឡូវអាត្មានឹងព្យាយាមធ្វើពិធីសុំខមាទោសឲ្យញោមស្រីមិនដឹងជាគេព្រមទទួលដែរឬអត់ទេព្រោះគេខឹងខ្លាំងណាស់បន្តិចក្រោយមកព្រះសង្ឃអង្គនោះក៏មានសង្ឃដីកាបន្តទៀតថាញោមស្រីអើយគេឲ្យអាត្មាដឹងថាគេចង់កាច់យកញោមស្រីទៅជាមួយតែម្ដងគួរឲ្យបារម្ភខ្លាំងណាស់ឥឡូវញោមស្រីឯងត្រូវយកផ្កាឈូកមួយបាច់ទៀនមួយដើមធូប3សរសៃនិងចង្ហាន់មួយស្រាក់នោះយកទៅដាក់ខាងមុខហើយលើកដៃបួងសួងតាមអាត្មាណាខ្ញុំក៏ព្យាយាមធ្វើតាមការណែនាំរបស់ព្រះអង្គគ្រប់យ៉ាងព្រះអង្គក៏មានសង្ឃដីកាឲ្យខ្ញុំធ្វើបន្តដូចនេះថានាងខ្ញុំសូមខមាទោសចំពោះពាក្យសម្ដីដែលបានជេរប្រមាថទៅដល់រូបអ្នកសូមឲ្យអ្នកជួយអហោសកម្មឲ្យខ្ញុំផងចុះចូលអ្នកមកទទួលនៅរបស់ទាំងអស់ដែលនៅខាងមុខខ្ញុំនេះខ្ញុំនឹងធ្វើបុណ្យឧទ្ទិសកុសលជូនអ្នកសូមឲ្យអ្នកបានទៅកាន់សុគតិភពផងចុះសាធុសាធុសាធុគ្រាន់តែខ្ញុំនិយាយតាមពាក្យព្រះអង្គចោលភ្លាមផ្កាឈូកនៅខាងមុខខ្ញុំក៏ប្រែទៅជាពណ៌ខ្មៅនិងស្វិតក្រៀមស្រពោនមួយរំពេចស្ទើរតែមិនគួរឲ្យជឿខ្ញុំគិតថាមានតែនៅក្នុងរឿងទេខ្ញុំមិនកុហកទេបងប្អូនខ្ញុំឃើញផ្ទាល់នឹងភ្នែកពេលនោះខ្ញុំនឹងប្តីតក់ស្លុតយ៉ាងខ្លាំងនៅហេតុការណ៍ដែលបានជួបដោយផ្ទាល់ភ្នែកស្រស់បែបនេះបន្ទាប់មកទៀតព្រះអង្គក៏បានយកខ្សែសីមាពណ៌សមួយខ្សែមកចងនៅនឹងដៃខាងឆ្វេងរបស់ខ្ញុំព្រមទាំងសូត្រមន្តប្រសិទ្ធិរំដោះគ្រោះសូមកុំឲ្យប្រលឹងខ្មោចដែលខ្ញុំបាននិយាយស្ដីមិនសមរម្យដាក់នោះមកតាមលងបន្លាចខ្ញុំបន្តទៀតព្រះអង្គក៏មានសង្ឃដីកាបន្តថាញោមអាចត្រឡប់ទៅផ្ទះវិញបានក្នុងរយៈពេល3ថ្ងៃបើសិនជាមានហេតុការណ៍អ្វីនៅតែកើតឡើងដដែលត្រូវតែប្រញាប់ត្រឡប់មករកព្រះអង្គវិញតែបើក្នុងរយៈពេល3ថ្ងៃនេះលែងជួបហេតុការណ៍ទាំងអស់នោះហើយនោះបានន័យថាខ្ញុំរួចខ្លួនហើយបងប្អូនចាប់តាំងពីថ្ងៃនោះមកខ្ញុំក៏បានសុំប្តីវិលត្រឡប់ទៅខេត្តមុនតែខ្ញុំបានទៅគេងនៅផ្ទះម្ដាយទម្រាំតែដល់ថ្ងៃកំណត់ហើយនឹងរងចាំប្តីដែលគាត់ត្រឡប់មកវិញមកដល់ផ្ទះភ្លាមម្ដាយខ្ញុំក៏បានយកខ្សែកព្រះមួយខ្សែដែរដែលគាត់ធ្លាប់សុំមកពីវត្តល្បីឈ្មោះមួយនៅខេត្តព្រះវិហារមកឲ្យខ្ញុំពាក់មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានអញ្ជើញលោកគ្រូបញ្ជាន់រូបនៅជិតផ្ទះមកមើលនិងធ្វើពិធីឲ្យខ្ញុំបន្ថែមទៀតដើម្បីឲ្យប្រកាសថាព្រលឹងខ្មោចអ្នកស្លាប់នោះលែងមកតាមយាយីខ្ញុំបន្តទៀតហើយនេះគឺជាលើកទី1ហើយដែលខ្ញុំបានជួបរឿងអមនុស្សដែលគួរឲ្យខ្លាចនិងរន្ធត់នៅក្នុងជីវិតបែបនេះខ្ញុំធ្លាប់តែមើលរឿងនៅក្នុងខ្សែភាពយន្តមិននឹកស្មានថាជួបខ្លួនឯងផ្ទាល់បែបនេះទើបខ្ញុំជឿ 100% ហើយអញ្ចឹងបានគេនិយាយថាមិនជឿកុំប្រមាថជាចុងក្រោយខ្ញុំសូមផ្ដាំទៅអ្នកទាំងអស់គ្នាថាចូលកុំប្រមាថឬក៏ឆ្លោះឆ្លួយនិយាយស្ដីពាក្យមិនគួរគប្បីណាមួយទៅលើសពព្រោះមិនប្រកាសទេថាអ្នកដែលបានស្លាប់ទៅហើយយើងអាចនិយាយអ្វីប៉ះពាល់ទៅគេបានស្រេចតែចិត្តនោះទេសូមផ្ដល់ការគោរពចំពោះគ្នាទៅវិញទៅមកនៅក្នុងនាមជាមនុស្សជាតិដូចគ្នាមិនថាអ្នកនៅរស់ឬក៏បានស្លាប់ទៅហើយក្តីហ្នឹងហើយបងប្អូនអញ្ចឹងការជេរទៅលើសពឬក៏នៅពេលដែលបន់សពណាមួយខ្ញុំជឿថាបងប្អូនប្រកាសជាធ្លាប់ជួបហើយគឺយើងធ្វើដំណើរតាមផ្លូវបងប្អូនជាពលរដ្ឋយើងពីមុនឥឡូវខ្ញុំអត់សូវឃើញទេប៉ុន្តែពីមុនវិញគឺអាសាធ្វើរោគបន់សពតាមផ្លូវណាអញ្ចឹងការអធ្យាស្រ័យយោគយល់គ្នាគឺជារឿងចាំបាច់
នៅពេលដែលយើងទប់អារម្មណ៍អត់បានហើយយើងក៏ធ្លោយមាត់ទៅជេរសាកសពហើយដាក់បដាសាលឲ្យគេបាត់ទៅចាប់ជាតិនាំតែលំបាកកូនចៅនេះខ្ញុំគិតថាវាជាពាក្យសម្ដីដ៏ធ្ងន់ធ្ងរខ្លាំងមែនទែនមិនថាតែខ្មោចទេនេះបើកូនចៅគេបានលឺក៏គេអត់សប្បាយចិត្តដែរត្រូវអត់ហើយអានេះគឺជាទុកស្តោករបស់ក្រុមគ្រួសារមួយដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ទៅយើងសាកឧទាហរណ៍វិញថាបើសិនជាបុណ្យសពនោះគឺជាសាច់ញាតិយើងវិញក៏យើងអត់ចង់មានបញ្ហាបែបហ្នឹងកើតឡើងដែរត្រូវទេហ្នឹងហើយអញ្ចឹងព្យាយាមអត់ឱនឲ្យគ្នាអធិស្ឋានឲ្យគ្នាម្ដងគេម្ដងយើងជាពិសេសគឺអ្នកចិត្តខាងនឹងតែម្ដងបើសិនជាយើងចេះអធិស្ឋានឲ្យគ្នាយើងទប់សម្ដីបានន័យថាក្រុមអមនុស្សឬក៏មនុស្សដែលបានចាត់ចែកឋានទៅក៏មិនប្រកាសថាគេមិនបានលឺសំឡេងឬក៏អ្វីដែលយើងនិយាយដែរអញ្ចឹងត្រូវប្រយ័ត្នមាត់ប្រយ័ត្នកខ្លាំងមែនតើហ្មង